ឡូស្រីអ្នកគ្នាជួយខ្ញុំបាទមីស្គីតែថ្ងៃនេះខ្ញុំមកសម្ដែងរឿងដែលមានចំណងជើងថា Weapon Maker ហើយមុននឹងចូលទៅដល់សាច់រឿងខ្ញុំអរគុណទៅកាន់អ្នកដែលបាន donor ឲ្យមកកាន់ខ្ញុំប៉ុន្តែខ្ញុំគឺអត់បានអានឈ្មោះរបស់ពួកគាត់ទាំងអស់គ្នានោះទេហើយខ្ញុំពិតជាអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលខ្ញុំគឺមិនបានហៅឈ្មោះអ្នកទាំងអស់គ្នាហើយផ្ដើមនៅក្នុងសាច់រឿងដំបូងរបស់យើងនឹងយើងក៏បានឃើញនៅបរិសម្នាក់ដែលគាត់ពិតជារត់ប្រញាប់ប្រញាល់ខ្លាំងមែនទែនដោយសារថ្ងៃហ្នឹងគឺជាថ្ងៃដំបូងរបស់គាត់ដែលគាត់ចូលទៅក្នុងដងចងតែបរិសម្នាក់ហ្នឹងគឺជាតួបរិសរបស់យើងនឹងឯងដែលគាត់គឺមានឈ្មោះថាស៊ីនជុនសូគាត់រត់បណ្ដាលបន្ទោសខ្លួនឯងបណ្ដាលដោយសារតែថ្ងៃនេះគឺជាថ្ងៃសំខាន់របស់គាត់បែរជាគាត់នឹងគឺមកយឺតជាងគេទៅវិញហើយសូម្បីតែអ្នកនៅក្នុងក្រុមរបស់គាត់ក៏រអ៊ូផងដែរដោយសារតែតួប្រុសរបស់យើងនឹងគាត់ពិតជាមកយឺតខ្លាំងមែនតើហ្មងដោយសារតែអប៉ែនឹងគឺគាត់ពិតជាខ្ជិលចាំទៅកាន់តួប្រុសខ្លាំងមែនតើតែបរិសម្នាក់នឹងគឺមានឈ្មោះថាលឹមឌូវ៉ុនហើយគាត់គឺជា Hunter Rank C ហើយគាត់គឺជាតែងនៅក្នុងក្រុមនឹងផងដែរហើយមួយទៀតគឺជាកញ្ញាលឹមជីមីនដែលគាត់គឺជា Fighter នៅក្នុងក្រុមរបស់តួប្រុសរបស់យើងនឹងឯងជិនសូគ្រាន់តែគាត់គឺបានមកដល់ភ្លាមនោះគាត់ក៏បានសុំទោសទៅកាន់ពួកគេទាំងពីរនាក់ដោយសារតែគាត់នឹងពិតជាមកយឺតខ្លាំងមែនតើចំណែកឯតួប្រុសរបស់យើងវិញគាត់គឺជា support នៅក្នុងក្រុម Davon Gill នឹងឯងតែ support របស់គាត់គឺចម្លែកបន្តិចដែលគាត់គឺអាចបង្កើតអាវុធបានមានន័យថាគាត់ support ផងនិងបង្កើតអាវុធផងគ្រាន់តែពួកគេគឺបានលើថាស៊ីនជុនសូបានសុំទោសទៅកាន់ពួកគេទៅពីរនាក់អញ្ចឹងទៅពួកគេក៏មិនបានថាអីទៅកាន់គាត់ផងដែរហើយកញ្ញាលឹមជីមីនគាត់គឺបាននិយាយទៅកាន់តួប្រុសរបស់យើងថាតោះយើងប្រញាប់ទៅឥឡូវហ្នឹងទៅដោយសារតែឌូវ៉ុនហើយនិងហៃយុនវូគឺពួកគេបានចូលទៅក្នុងចងមុនទៅកាន់ពួកគេទាំង3នាក់ទៅហើយដោយសារតែពួកគេហ្នឹងនៅរងចាំតួប្រុសរបស់យើងនឹងឯងអញ្ចឹងទៅពួកគេទាំង2នាក់នោះក៏បានចូលនៅក្នុងដងចងមុនអញ្ចឹងទៅហើយគ្រាន់តែជុនសោគឺបានលើកកញ្ញាគឹមជីមីននិយាយដូច្នេះគាត់ពិតជាសង្ហាចិត្តទៅកាន់ខ្លួនឯងខ្លាំងមែនតើព្រោះតែថ្ងៃដំបូងដែលគាត់ត្រូវតែមកកចាប់បោះនឹងបែរជាគាត់ហ្នឹងគឺមកយឺតជាងគេទៅវិញធ្វើឲ្យគាត់ហ្នឹងពិតជាបន្ទោសទៅលើខ្លួនឯងខ្លាំងមែនតើហ្មងប៉ុន្តែជុនសោគាត់ក៏សប្បាយចិត្តផងដែរដែលគាត់គឺបានមកកចាប់បោះនៅក្នុងដងចងដែលវាគឺជាថ្ងៃដំបូងរបស់គាត់ហើយគាត់នឹងសន្យាថាគាត់នឹង support ទៅកាន់ពួកគេឲ្យល្អជាទីបំផុតមិនអញ្ចឹងទេប្រហែលជាគាត់គឺមិនអាចនៅក្នុងក្រុម Davon Gill បានយូរនោះទេនៅពេលដែលជុនសោគឺគាត់បានគិតហើយនោះគាត់ក៏បានដើរចូលទៅក្នុងដងចងមួយនឹងបាត់ទៅគ្រាន់តែជុនសោគឺគាត់បានដើរចូលទៅក្នុងដងចងភ្លាមនោះមូនឌូយុនគាត់ក៏បានសួរទៅកាន់តួប្រុសរបស់យើងថាតើគាត់នឹងគឺមកកញ្ចាប់ទៅកាន់បិសាចនៅក្នុងដងចងនោះនៅថ្ងៃដំបូងមែនទេហើយឌូយុននឹងគឺគាត់គឺជា Hunter Rank B ហើយគាត់ក៏ជា Assassin ផងដែរពេលដែលជុនសោគឺបានលឺឌូយុនសួរដូច្នេះគាត់ក៏បានឆ្លើយប្រាប់ទៅកាន់ឌូយុនវិញថាគាត់ទំតែចូលទៅក្នុងដងចងជាលើកដំបូងនោះទេអញ្ចឹងទៅគាត់មិនសូវដឹងរឿងអំពីដងចងនោះទេតែគឺគាត់អាចបញ្យល់បានថាគាត់គឺជាតួអង្គ support គាត់គឺមិនអាចវាយប្រហារនឹងការពារខ្លួនឯងបាននោះទេអញ្ចឹងទៅគាត់ត្រូវតែស្ថិតនៅខាងក្រោយគេហើយគាត់ក៏អាចបង្កើតអាវុធបានផងដែរពេលដែលឌូវ៉ុនគឺគាត់បានលឺដូច្នេះគាត់ក៏មិនបាននិយាយអ្វីដែរគាត់គ្រាន់តែនិយាយថាឯងគឺជាអ្នកបង្កើតអាវុធអញ្ចឹងទៅឯងគ្រាន់តែរក្សាចម្ងាយឲ្យជាក់លាក់នៅពេលដែលយើងផ្ដល់សញ្ញាឲ្យមកកាន់ឯងគ្រាន់តែបង្កើតកូនកំបិតបោះឲ្យមកកាន់យើងមកយើងនឹងសម្លាប់ទៅកាន់បិសាចនឹងភ្លាមតែម្ដងហើយគ្រាន់តែជុនសោគឺបានលឺឌូវ៉ុននិយាយដូច្នេះគាត់ក៏បានតបទៅកាន់ឌូយុនវិញថាវាពិតជាងាយស្រួលខ្លាំងមែនតើសម្រាប់គាត់គ្រាន់តែរឿងប៉ុណ្ណឹងអញ្ចឹងទៅតោះយើងគឺមិនបាច់ចាំយូរនោះទេយើងចាប់ផ្ដើមនៅពេលឥឡូវហ្នឹងទៅពេលដែលពួកគេកំពុងតែចាប់ផ្ដើមនោះជុនសោគាត់ក៏បានសួរទៅកាន់ឌូវ៉ុនថាតើគាត់នឹងត្រូវការតែអាវុធតែមួយទេអីហេតុអ្វីបានជាគាត់នឹងមិនត្រូវការអាវុធច្រើនអញ្ចឹងព្រោះតែជុនសោនឹងគឺគាត់អាចបង្កើតអាវុធបានច្រើនខ្លាំងមែនតើគ្រាន់តែឌូយុនគឺបានលឺជុនសោសួរដូច្នេះគាត់ក៏បានឆ្លើយតបទៅកាន់ជុនសោវិញថាដោយសារជុនសោគឺគាត់ទំតែចូលដងចងលើកដំបូងតែបណ្ដោះអញ្ចឹងទៅគាត់មិនចង់ឲ្យជុនសោនឹងប្រើកម្លាំងអស់ច្រើននោះទេគ្រាន់តែឌូយុនគឺគាត់បាននិយាយប្រាប់ទៅកាន់ជុនសោហើយនោះក៏បានប្រាប់ទៅកាន់ហៃយុនវូឲ្យមើលទៅកាន់សភាពតើមានបិសាចប៉ុន្មានអ្វីប៉ុន្មានហើយគ្រាន់តែហៃយុនវូគឺបានលឺដូច្នេះគាត់ក៏បានប្រាប់ទៅកាន់ឌូយុនថាចាំបន្តិចទៅគាត់កំពុងតែ scan រកទៅកាន់បិសាចហើយចំណែកឯហៃយុនវូនឹងគាត់គឺជា Hunter Rank C ហើយគាត់ក៏ជាមេឃនៅក្នុងក្រុមរបស់ពួកគេផងដែរនៅពេលដែលហៃយុនវូកំពុងតែប្រើអក្ខរាវិរុទ្ធដើម្បី scan ទៅកាន់បិសាចនោះគាត់ក៏បានប្រាប់ទៅកាន់ក្រុមរបស់គាត់ថាគឺមានបោះមួយក្បាលហើយនិងបិសាចអន់3ក្បាលហើយគ្រាន់តែពួកគេទាំងអស់គ្នាគឺបានលឺដូច្នេះពួកគេក៏មិនរងចាំយូរផងដែរពួកគេក៏បានដើរស្វែងរកទៅកាន់បិសាចទាំងអស់នោះតែម្ដងតែវាហាក់ដូចជាចម្លែកខ្លាំងមែនទែនទៅកាន់ពួកគេដោយពួកគេគឺមិនដែលជួបទេ
ព្រោះតែបិសាចទាំងអស់ហ្នឹងគឺដើរចេញពីកន្លែងដោយខ្លួនឯងដែលអញ្ចឹងទៅធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាឆ្ងល់ខ្លាំងមែនទែនតែហាក់ដូចជាឌូយុនគាត់ក៏មិនបានខ្វាយខ្វល់អ្វីច្រើននោះដែរគាត់ក៏បានប្រាប់ទៅកាន់ក្រុមរបស់គាត់ថាឲ្យពួកគេទាំងអស់គ្នានឹងចាប់ទៅកាន់កូនបិសាចទាំង3ក្បាលនោះទៅទុកឲ្យគាត់នឹងសម្លាប់ទៅកាន់បោះនឹងតែម្នាក់ឯងបានហើយនៅពេលដែលឌូយុនគឺគាត់បាននិយាយប្រាប់ទៅកាន់កូនក្រុមរបស់គាត់ហើយនោះគាត់ក៏បានបែរមកសួរទៅកាន់ឯងនឹងគឺអាចបង្កើតទៅកាន់កូនកបិតមួយបានដែរឬទេហើយតើកូនកបិតដែលឯងបង្កើតនោះវាត្រូវប្រើរយៈពេលប៉ុន្មានទៅដើម្បីបង្កើតវាបានក្រោយនៃជនសោគឺបានលឺឌូយុនសួរដូច្នេះគាត់ក៏បានដបទៅកាន់ឌូយុនយ៉ាងលឿនវិញថាគាត់ប្រើត្រឹមរយៈពេល20វិនាទីតែប៉ុណ្ណោះដើម្បីបង្កើតកូនកបិតមួយហើយបើសិនជាឌូយុនបញ្ញាប់ប្រើឥឡូវហ្នឹងគាត់នឹងបង្កើតឥឡូវហ្នឹងភ្លាមតែម្ដងតែឌូយុនគឺបានលឺដូច្នេះគាត់ក៏បានប្រាប់ទៅកាន់ជនសោឲ្យបង្កើតឥឡូវហ្នឹងភ្លាមតែម្ដងទៅដោយសារតែឥឡូវហ្នឹងបោះគឺបានរត់សម្ដៅមកកាន់ពួកគេទាំងអស់គ្នាហើយបោះទាំងអស់ហ្នឹងគឺមានឈ្មោះថាបង្គួយគ្រីស្តាល់ហើយវាគឺមានភាពធន់ជាមួយនឹងប្រភេទ Magic ខ្លាំងមែនតើហើយចំណែកបោះវិញហ្នឹងគឺមាន Rank D ហ្នឹងឯងហើយឯចំណុចសំខាន់របស់វាវិញគឺវាអាចប្រែប្រួលតាមថ្មដែលវាប្រើបានហាក់ដូចជាពួកគេទាំងអស់គ្នាគឺមិនបានខ្លាចទៅកាន់បិសាចបង្គួយគ្រីស្តាល់ហ្នឹងនោះទេហើយជាពួកគេសប្បាយចិត្តនឹងការសម្លាប់ទៅកាន់បិសាចបង្គួយគ្រីស្តាល់ហ្នឹងទៅវិញហើយឌូវ៉ុនហ្នឹងគាត់គឺជាអ្នកបើកមុខមុនដោយគាត់ហ្នឹងគឺបានប្រើទៅកាន់ខែលការពាររបស់គាត់ហ្នឹងអុកទៅនឹងដីដែលធ្វើឲ្យបិសាចគ្រីស្តាល់ទាំងអស់ហ្នឹងគឺវាបានខ្ទាតទៅខាងក្រោយបន្ទាប់មកក៏ដល់វេនកញ្ញាគីមជីមីនម្ដងហើយនាងគឺបានងារកំដាប់ដៃមាត់ទៅកាន់បិសាចបង្គួយគ្រីស្តាល់ហ្នឹងតែម្ដងដោយត្រឹមតែមួយការវាយប្រហាររបស់នាងសឹងតែធ្វើឲ្យបិសាចទាំងតែស្មឹងបាត់ទៅហើយប៉ុន្តែហាក់ដូចជាបិសាចមួយហ្នឹងពិតជា generate ខ្លួនលឿនខ្លាំងមែនតើអញ្ចឹងទៅត្រឹមតែការមួយប្រហាររបស់កញ្ញាគីមជីមីនគឺមិនអាចធ្វើអីទៅកាន់បិសាចបង្គួយគ្រីស្តាល់នឹងបាននោះទេពីព្រោះតែវានឹងពិតជាអាច generate ខ្លួនលឿនខ្លាំងមែនតើអញ្ចឹងទៅកញ្ញាគីមជីមីនក៏បាននិយាយប្រាប់ទៅកាន់ឌូវ៉ុនថាសាច់បង្គួយគ្រីស្តាល់វាគឺបានរត់ទៅរកពួកគេទាំងពីរនាក់ហើយសូមឲ្យពួកគេទាំងពីរនាក់ហ្នឹងគឺប្រុងប្រយ័ត្នផងក្រោយឌូវ៉ុនគឺបានលើកញ្ញាជីមីននិយាយដូច្នេះគាត់ក៏បានបង្កើតនៃការប្រុងប្រយ័ត្នរបស់គាត់បន្ថែមទៀតគាត់ក៏បានស្រែកប្រាប់ទៅកាន់ហៃយុនវូឲ្យបើកការវាយប្រហារទៅកាន់បិសាចកញ្ចក់គ្រីស្តាល់ទាំងអស់ហ្នឹងគ្រាន់តែហៃយុនវូគឺបានលើឌូយុននិយាយដូច្នេះគាត់ក៏បានបើកការវាយប្រហារយ៉ាងធំតែម្ដងគាត់គឺបានបញ្ចេញនៅអក្សរាវិរុទ្ធភ្លើងដែលវាគឺចេញនៅដុំបណ្ដាតភ្លើងតូចៗដែលបាញ់កម្ដៅទៅកាន់បិសាចបង្គួយទាំងអស់ហ្នឹងហើយកម្លាំងវាយប្រហាររបស់ហៃយុនវូវាពិតជាខ្លាំងមែនតើហ្មងធ្វើឲ្យបិសាចបង្គួយកាកហ្នឹងគឺវាងាប់បាត់អស់ទៅហើយគ្រាន់តែពួកគេទាំងពីរនាក់គឺបានសម្លាប់ទៅកាន់បិសាចបង្គួយគ្រីស្តាល់ទាំងអស់ហ្នឹងពួកគេពិតជាសប្បាយចិត្តខ្លាំងមែនតើតែគ្រាន់តែពួកគេគឺសម្លាប់ទៅកាន់បិសាចបង្គួយគ្រីស្តាល់កាកនោះទេទោះបីតែជនសោគាត់ក៏សប្បាយចិត្តផងដែរដែលឃើញថាពួកគេទាំងពីរនាក់ពិតជាសហការគ្នាបានល្អខ្លាំងមែនតើហើយនៅពេលដែលជនសោកំពុងតែសប្បាយចិត្តហ្នឹងគាត់ក៏បានបង្កើតនៅកូនកំបិតមួយដើម្បីតម្រង់ទុកនៅពេលដែលឌូយ៉ុងផ្ដល់សញ្ញាឲ្យមកកាន់គាត់នោះគាត់នឹងបោះកូនកបិតនឹងឲ្យទៅកាន់ឌូយុនតែម្ដងក្រោយតែឌូយុនគឺបានផ្ដល់សញ្ញាឲ្យមកកាន់គាត់ភ្លាមនោះគាត់ក៏បានយកកបិតនឹងហក់គប់ឲ្យទៅកាន់ឌូយុនភ្លាមតែម្ដងដោយមិនចាំយូរនោះទេហើយនៅពេលដែលឌូយុនគឺបានកាន់នៅកបិតនឹងហើយនោះគេក៏បញ្ជាក់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាវាគឺជាអាវុធ weapon shadow ដែលមានន័យថាអាវុធស្រមោលហើយវាគឺមានចំណុចមួយដ៏អស្ចារ្យគឺនៅពេលដែលអ្នកខ្លាំងប្រើទៅកាន់វានោះវានឹងដំឡើងកម្រិតវាទៅជាកម្រិត A ហើយវាក៏បន្ថែមម៉ាណាទៅកាន់អ្នកដែលបានប្រើប្រាស់វាផងដែរប៉ុន្តែវាក៏មានចំណុចអាក្រក់ផងដែរបើសិនជាអ្នកប្រើវានោះគឺមានកម្លាំងខ្សោយនោះដកម៉ាណាទៅកាន់អ្នកដែលបានប្រើវាវិញម្ដងក្រោយតែឌូយុនគឺបានកាន់នៅកំបិតមួយនឹងហើយនោះគាត់ក៏បានបញ្ចេញនៅមហាយអរ៉ាដើម្បីកម្ចាត់ទៅកាន់បោះបិសាចបង្គួយគ្រីស្តាល់នឹងឯងហើយឌូយុនហ្នឹងគាត់បញ្ចេញត្រឹមតែមួយការវាប្រហារតែប៉ុណ្ណោះតែធ្វើឲ្យបិសាចបង្គួយគ្រីស្តាល់ហ្នឹងតៃស្មឹងបាត់ទៅខ្ញុំពិតជាអធិស្ឋានអ្នកនរគ្នាខ្លាំងមែនទែនដល់ខ្ញុំភ្លេចបញ្ជាក់កន្លែងមួយគឺនៅពេលដែលសាដូ weapon ហ្នឹងគឺជាអាវុធសមោលហ្នឹងត្រូវបានគេប្រើហើយនោះវានឹងអស់នៅពេលជាក់លាក់ដែលអ្នកប្រើហ្នឹងគឺឈប់ប្រើន័យថាវាគឺមាន limiter ហ្នឹងឯងហើយគ្រាន់តែឌូយុនគឺបានសម្លាប់ទៅកាន់បិសាចបង្គួយគ្រីស្តាល់ហ្នឹងហើយនោះគាត់ពិតជាគាត់សរសើរទៅកាន់កូនកបិតរបស់ជនសោខ្លាំងមែនទែនហើយនៅពេលដែលឌូយុនកំពុងតែគិតនោះឌូវ៉ុនគាត់ក៏បានសួរទៅកាន់អ្នកនរគ្នាថាតើមាននរណាគេម្នាក់ដែលត្រូវរបួសដែរឬទេហើយពួកគេទាំងអស់គ្នាក៏បានប្រាប់ទៅកាន់ឌូវ៉ុនវិញថាគឺគ្មានអ្នកត្រូវរបួសនោះទេតែអញ្ចឹងទៅធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាសប្បាយចិត្តខ្លាំងមែនទែនក្រោយឲ្យជនសោគឺបានឃើញថាពួកគេខ្លាំងដូច្នេះគាត់ពិតជាក្រែងចិត្តពួកគេខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺមិនអាចជួយទៅកាន់ពួកគេសំបីតែបន្តិចហើយចំណែកឯការវាយប្រហាររបស់ពួកគេទាំងអស់គ្នាវាពិតជាស្រស់គ្នាខ្លាំងមែនទែនហើយចំណែកឯគាត់វិញគឺមិនបានជួយអ្វីទៅកាន់ពួកគេច្រើននោះទេហើយគាត់ពិតជាខូចចិត្តខ្លាំងមែនទែនហ្មងណាតែគាត់គឺមិនសូវមានប្រយោជន៍ទៅកាន់ពួកគេទាំងអស់គ្នាហើយគាត់នឹងសន្យានឹងខ្លួនឯងថាគាត់នឹងធ្វើរឿងឲ្យមានប្រយោជន៍ទៅកាន់ក្រុមរបស់គាត់
គាត់គឺមិនត្រូវអន់ដូចនេះទេខ្ញុំពិតជាអធិស្ឋានខ្លាំងមែនទែនបើសិនជាមានសម្លេងរំខានហើយនៅពេលដែលជន់សោកំពុងតែគិតនោះឌូយ៉ុនគាត់ក៏បានដើរមកសួរទៅកាន់ជន់សោថាតើជន់សោនឹងគឺមានត្រូវរបួសកន្លែងណាដែរឬទេជន់សោគាត់ក៏បានតបថាគឺគាត់មិនបានត្រូវរបួសកន្លែងណានោះទេហើយខ្ញុំពិតជាអរគុណទៅកាន់ឌូយ៉ុនខ្លាំងមែនទែនប៉ុន្តែឲ្យខ្ញុំសុំទោសផងដែលខ្ញុំគឺមិនបានជួយលោកច្រើននៅពេលដែលឌូយ៉ុនគឺបានឮជន់សោនិយាយដូច្នេះគាត់ក៏បានសួរទៅកាន់ជន់សោថាតើឯងកំពុងតែនិយាយអំពីរឿងឈួតអ្វីហ្នឹងឯងមិនដឹងទេថាឯងនឹងពិតជាអស្ចារ្យខ្លាំងមែនទែនហើយខ្ញុំអាចនឹងរកប្រាក់បានច្រើនបើសិនជាឯងនៅជាមួយនឹងខ្ញុំរហូតព្រោះតែអាវុធរបស់ឯងអំបាញ់មិញបើសិនជាខ្ញុំរកប្រាក់ដើម្បីទិញវាគឺខ្ញុំមិនអាចទិញវាបាននោះទេដោយសារតែអាវុធមួយហ្នឹងវាពិតជាថ្លៃខ្លាំងមែនទែនហ្មងណាបើសិនជាគាត់មានសមត្ថភាពក៏គាត់មានត្រឹមតែទិញអាវុធថោកដែរនឹងហើយជាហេតុផលដែលខ្ញុំត្រូវការអ្នកបង្កើតអាវុធផ្ដល់មកឲ្យខ្ញុំថាតែខ្ញុំត្រូវការអាវុធដែលមានម៉ាណានៅខាងក្នុងអញ្ចឹងទៅដែលធ្វើឲ្យការវាយប្រហាររបស់ខ្ញុំគឺវាពិតជាមានល្បឿនលឿនហើយនឹងមុតស្រួចខ្លាំងមែនតើហ្មងយ៉ាងណាក៏ដោយឯងពិតជាអស្ចារ្យខ្លាំងមែនតើជន់សោនៅក្នុងការវាយប្រហារទៅកាន់ដងចងលើកដំបូងរបស់ឯងទៅពេលដែលជន់សោគឺបានលឺឌូយ៉ុនសរសើរដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើហ្មងណាហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់ឌូយ៉ុនវិញថាគាត់នឹងខំប្រឹងបន្ថែមទៀតដើម្បីធ្វើឲ្យសមត្ថភាពរបស់គាត់ហ្នឹងកាន់តែខ្លាំងឡើងហើយនៅពេលដែលពួកគេទាំងពីរអ្នកកំពុងតែនិយាយគ្នាសុកនោះឌូវ៉ុនគាត់ក៏បាននិយាយទៅកាន់ពួកគេទាំងពីរអ្នកថាតោះពួកយើងចូលទៅរករបស់របរនៅក្នុងដងចងបន្តទៀតនៅពេលដែលឌូវ៉ុនកំពុងតែនិយាយនោះស្រាប់តែដងចងបានប្រេះបែកដែលធ្វើឲ្យពួកគេទាំងអស់គ្នាហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើហ្មងណាពីព្រោះតែវាសិតតែដុំគ្រីស្តាល់ធ្លាក់មកពីខាងលើតែម្ដងហើយវាគឺបានលេចចេញនៅរងភ្នំសម្ងាត់មួយដែលធ្វើឲ្យពួកគេហ្នឹងចិត្តខ្លាំងមែនតើហ្មងប៉ុន្តែហាក់ដូចជាពួកគេគឺមិនបានគិតច្រើននោះទេដោយម្នាក់ហ្នឹងហាក់ដូចជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលបានឃើញថាគ្រីស្តាល់នៅក្នុងហ្នឹងពិតជាច្រើនខ្លាំងមែនតើហ្មងយើងមើលទៅកាន់ទឹកមុខរបស់កញ្ញាគីមជីមីនហើយអាប៉ែលីមឌូវ៉ុនហ្នឹងសប្បាយចិត្តប៉ុណ្ណាអ្នកទាំងអស់គ្នាមើលទៅដឹងហើយនៅពេលដែលហៃយុនវូគឺបានឃើញពួកគេទាំងពីរនាក់សប្បាយចិត្តដូច្នេះគាត់ក៏មិនបានគិតច្រើននោះដែរគាត់ក៏បាននិយាយថាបើសិនជាពួកគេចូលគាត់នឹងចូលទៅតាមពួកគេផងដែរហើយនៅពេលដែលឌូយ៉ុនគឺបានលឺដូច្នេះគាត់ក៏បានបបួលទៅកាន់ជន់សោឲ្យចូលទៅកាន់លាអាងភ្នំប្រេះបែកនឹងបន្តទៀតទៅគ្រាន់តែពួកគេទាំងអស់គ្នាគឺបានចូលទៅដល់ខាងក្នុងនោះកញ្ញាគីមជីមីនគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើដោយសារតែខាងក្នុងនោះវាពិតជាមានថ្មគ្រីស្តាល់ពិតជាច្រើនខ្លាំងមែនតើហ្មងណាបើសិនជាពួកគេទាំងអស់គ្នាជីកវាយកទៅលក់នោះពួកគេនឹងមានប្រាក់ច្រើនខ្លាំងមែនតើនៅពេលដែលពួកគេទាំងអស់គ្នាកំពុងតែដើរបណ្ដើរស្បាយបណ្ដើរនោះយើងក៏បានឃើញនៅបិសាចកូលឹមគ្រីស្តាល់មួយក្បាលដោយវាគឺបានបើកការវាយប្រហារទៅកាន់ពួកគេទាំងអស់គ្នាតែធ្វើឲ្យសមាជិកក្រុមរបស់ជន់សោនឹងគឺត្រូវបានស្លាប់ទាំងអស់តែម្ដងវាពិតជាធ្វើឲ្យជន់សោគាត់ពិតជាសោកស្ដាយខ្លាំងមែនតើដែលគាត់គឺបានចូលទៅក្នុងរោគភ្នំមួយហ្នឹងប៉ុន្តែឥឡូវហ្នឹងគឺគាត់គ្មានពេលគិតនោះទេដោយសារតែបិសាចកូលឹមគ្រីស្តាល់ហ្នឹងគឺបានមកចិត្តគាត់ហើយអញ្ចឹងទៅគាត់មានតែផ្លូវរត់គេចមួយតែប៉ុណ្ណោះទោះបីជាជន់សោគាត់គឺបានខំរត់គេចយ៉ាងណាក៏ដោយហាក់ដូចជាគាត់គឺមិនអាចរត់ទៅរួចនោះទេហើយគាត់ក៏បានស៊ីមួយដៃរបស់កូលឹមគ្រីស្តាល់នឹងខ្ទាតខ្ទប់នឹងថ្មតែម្ដងតែធ្វើឲ្យគាត់នឹងពិតជាមានរបួសធំខ្លាំងមែនតើហ្មងព្រោះតែមួយការវាយប្រហាររបស់បិសាចកូលឹមគ្រីស្តាល់មួយនឹងវាពិតជាខ្លាំងយកតែមែនតើដែលធ្វើឲ្យជន់សោនឹងសឹងតែមិនអាចទ្រាំបានហើយនៅពេលហ្នឹងជន់សោគាត់ក៏បានបង្កើតនៅកូនកំបិតសាដោវេតផុនម្ដងទៀតដើម្បីគប់វាយប្រហារទៅកាន់បិសាចកូលឹមគ្រីស្តាល់មួយហ្នឹងប៉ុន្តែហាក់ដូចជាគាត់គឺមិនអាចគប់ឈឺទៅកាន់បិសាចកូលឹមគ្រីស្តាល់មួយហ្នឹងនោះទេពីព្រោះតែវាពិតជាមាន level ធំខ្លាំងមែនតើដោយវាគឺមិនសមស្ថិតនៅដងចង level D នេះនោះទេហើយនៅពេលដែលជន់សោកំពុងតែគិតហ្នឹងបិសាចកូលឹមគ្រីស្តាល់វាក៏បានវាយប្រហារទៅកាន់ជន់សោត្រឹមតែមួយការវាយប្រហារតែប៉ុណ្ណោះតែធ្វើឲ្យថ្មគ្រីស្តាល់នៅកន្លែងហ្នឹងក៏បានប្រេះបែកធ្លាក់គាត់ចូលទៅក្នុងទឹកនៅពេលដែលជន់សោគឺបានឃើញថាខ្លួនឯងធ្លាក់នៅក្នុងទឹកដូច្នេះគាត់ពិតជាអស់សង្ឃឹមក្នុងជីវិតខ្លាំងមែនតើហើយនៅពេលហ្នឹងជន់សោគាត់ក៏បានគិតទៅដល់ក្រុមរបស់គាត់ហើយនៅពេលដែលគាត់គឺបាននៅជាមួយនឹងក្រុមរបស់គាត់គាត់ហាក់ដូចជាទុកពួកគេដូចជាគ្រួសាររបស់គាត់អញ្ចឹងពួកគេនឹងហើយដែលធ្វើឲ្យគាត់នឹងសប្បាយចិត្តហើយគាត់ក៏មិនដែលគិតថាគាត់នឹងអាចអ្វីខិនបានផងដែរតែនឹងគឺជាសម្បត្តិមែនទេដែលគាត់គឺអាចអ្វីខិនបានហើយវាពិតជាអស្ចារ្យខ្លាំងមែនទេទៅលើជន់សោដោយគាត់គឺបានបំពេញលក្ខខណ្ឌទាំង3ដែលប្រព័ន្ធចង់បានតែអញ្ចឹងទៅប្រព័ន្ធក៏បានអបអរសាទរទៅកាន់គាត់ដែលខ្លាចទៅជា rank player ហើយគ្រាន់តែជន់សោគឺបានឃើញដូច្នេះគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនហើយគាត់ក៏បានអ្វីខិននៅកន្លែងនឹងភ្លាមតែម្ដងដោយសារតែនឹងហើយគឺជាអ្វីដែលគាត់គឺចង់បានបំផុតហើយសាច់រឿងរបស់យើងក៏បញ្ចប់